ចឹងកន្លែងនេះយើងកន្លែង Excel នេះយើងមើលនេះលំដាប់បន្ទុកនេះយើងកន្លែងនេះវាមិនជាមធ្យមភាគអីចឹងកន្លែងនេះបើសិនជាមធ្យមភាគយើង select វាទាំងអស់នេះមកយើង select យល់ select ដោយនឹងក្បាលតារាង select វាហើយអូសចុះក្រោមហើយបន្តមកទៀតយើងចូលទៅកាន់នេះកន្លែង home នេះ home ហើយយកអានេះមក Scott Field នេះអានេះ short field យកកន្លែងហ្នឹងហើយយកអានេះមករកពីលើមកយកទី3នេះមកជាលឹងមកហើយបន្តមកយើងរើសមកថាយើងចង់ឲ្យគេយើងចង់តម្រៀបបើក្បាលយើងចង់តម្រៀបជួរមួយណាអញ្ចឹងមធ្យមភាគអញ្ចឹងយើងរើសយកអា column មធ្យមភាគហ្នឹងទៅហើយបន្តមកកន្លែងនេះយើងមើលទៅថាចង់ឲ្យគេ select ពីធំទៅទូចឬក៏ពីទូចទៅធំនេះ small to left to small អីហ្នឹងចឹងយកទៅចឹងយើងចង់បានពីធំមកទូចចឹងយើងជិះពីធំនឹងមកទូចហ្នឹងហើយជិះពីអូខេទៅយើងនឹងបានបន្ទុកពីធំមកតូចចឹងដល់ពេលពីធំមកតូចហើយយើងកន្លែងនេះយើងដាក់លេខ1មកចឹងបន្តយើងដាក់លេខ1ហើយយើងអូសវាយកមកអូសមកចឹងនឹងបានចំណាត់ថ្នាក់បាត់ហើយអានេះលេខ1នេះចំណាត់ថ្នាក់លេខ1លេខ2បាត់ហើយមានអីទៅពិបាកប៉ុណ្ណឹងអូខេចប់ Double Rainbow